បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈបណ្ដាញសង្គម YouTube របស់ទីគ្រប់រាប់អាននៅថ្ងៃនេះខ្ញុំបាននឹងលើកយកនៅព័ត៌មានថ្មីមួយទៀតដែលតាក់ទងទៅនឹងបញ្ហាប្រទេសកម្ពុជាយើងនិងថៃបាទដោយដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយថានៅថ្ងៃមិញនេះគឺមានការបិទច្រករវាងព្រំដែនខ្មែរថៃបាទចឹងហើយបានពេលនេះខ្ញុំបាទលើកយកនៅព័ត៌មានតាក់ទងនឹងការបិទព្រំដែននឹងតែម្ដងបាទឥឡូវនេះយើងចូលទៅដល់សាច់រឿងតែម្ដងថាហេតុអីបានថៃបិទព្រំដែននឹងបាទចាប់ពីថ្ងៃទី7 ខែមិថុនាឆ្នាំ2025នេះតទៅច្រកតំបន់និងច្រករវាងព្រំដែនថៃនិងកម្ពុជាត្រូវបានបិទចម្ដោះអាសន្នដោយឯកតោភាគីដើម្បីរងចាំការចរចាពាក់ព័ន្ធនឹងករណីវិវាទព្រំដែនដីគោករវាងថៃនិងកម្ពុជាបាទចឹងចាប់ពីថ្ងៃទី7 ខែមិថុនានេះតទៅនឹងគឺច្រករវាងថៃនិងខ្មែរយើងមួយចំនួននឹងត្រូវបានបិទបាទគឺបិទឯកតោភាគីទីខាងថៃជាអ្នកបិទបាទនេះជាការបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវយោងតាមលិខិតជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជានាព្រឹកថ្ងៃទី7 ខែមិថុនាការដែលថៃសម្រេចជាឯកតោភាគីបិទច្រកតំបន់និងច្រករវាងទីទាំងពីរជាបណ្ដោះអាសន្នដោយសារតែភាគីកម្ពុជាបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាក្របីនិងតំបន់មុំ3នៅក្នុងកិច្ចប្រជុំអង្គគណៈកម្មាធិការចម្រុះព្រំដែន GBC ដែលនឹងធ្វើឡើងនៅថ្ងៃទី14 ខែមិថុនាឆ្នាំ2025ខាងមុខយើងនេះបាទអញ្ចឹងមូលហេតុដែលថៃបិទច្រកតំបន់ព្រំដែនមួយចំនួនហ្នឹងគឺដោយសារតែកម្ពុជាយើងមិនលើកយកប្រធានបទតាក់ទងនឹង4ចំណុចបាទទី1គឺតាក់ទងតំបន់ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំតាក្របីនិងតំបន់មុំ3ហ្នឹងមកចរចានេះទេនៅថ្ងៃទី14ខាងមុខហ្នឹងចឹងហើយបានធ្វើឲ្យថៃនឹងគេបិទច្រកមួយចំនួនបាទចំណែកសារព័ត៌មានថៃ ICFOE បានរាយការណ៍នៅថ្ងៃទី7 ខែមិថុនានេះដែលថាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានចុះហត្ថលេខាលើបទបញ្ជាមួយដោយអនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកប្រចាំការនៅតំបន់ប៊ូរ៉ាផានិងស៊ូរ៉ាណាអ៊ីគ្រប់គ្រងការបើកនិងបិទចំណុចត្រួតពិនិត្យព្រំដែនទាំងអស់នៅជាប់កម្ពុជាសារព័ត៌មានថៃដដែលបានដកស្រង់សម្ដីអ្នកនាំពាក្យកងទ័ពជើងគោកថៃគឺលោកឧត្តមសេនីយ៍វិនថៃមកថាទោះបីជាថៃខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងតាមមធ្យោបាយសន្តិភាពយ៉ាងណាក៏ដោយក៏កម្ពុជាបានបន្តពង្រឹងទ័ពនិងបង្កើនមូលដ្ឋានកងទ័ពនៅជាប់ព្រំដែនមេទ័ពថៃនេះបានអះអាងថាវិធានការថ្មីរបស់ខ្លួនតាមរយៈការបិទច្រករបៀងតាមព្រំដែនគឺមានគោលបំណងការពារអធិបតេយ្យភាពថៃនិងរក្សាសណ្ដាប់ធ្នាប់ជាការកត់សម្គាល់ភាពតានតឹងនៅតំបន់ព្រំដែននេះកើតឡើងបន្ទាប់ពីជំនួបតបទល់មុខគ្នានៃប្រមុខកងទ័ពប្រទេសទាំងពីរដែលភាគីថៃមានលោកភូមិឋានវិឆាយ៉ាឆៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក្នុងជំនួបថ្ងៃទី5មិថុនាភាគីថៃបានស្នើឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំ3ជាទីតាំងដែលមានការផ្ទុះអាវុធកាលពីថ្ងៃទី28ឧសភាបានសម្លាប់ទាហានកម្ពុជាម្នាក់តែការស្នើនេះត្រូវបានប្រមុខការពារជាតិកម្ពុជាទាត់ចោលនិងអះអាងថាទីតាំងនោះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាដែលកងទ័ពកម្ពុជាបានឈរជើងតាំងពីយូរណាស់មកហើយនេះបើតាមក្រសួងការពារជាតិកម្ពុជាយ៉ាងណាក៏ដោយនៅថ្ងៃសៅរ៍ទី7 ខែមិថុនានេះរដ្ឋមន្ត្រីការពារជាតិថៃបានចេញសេចក្តីថ្លែងការណ៍មួយថាបន្ទាប់ពីមានកិច្ចប្រជុំរវាងប្រមុខកងទ័ពកម្ពុជានិងថៃកាលពីថ្ងៃទី5 ខែមិថុនាការពង្រឹងវត្តមានយោធាត្រូវបានបង្កភាពតានតឹងនៅតាមព្រំដែនប្រមុខការពារជាតិថៃបានអះអាងថារដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការបន្ថែមនិងពង្រឹងជំហរយោធារបស់ខ្លួននៅតាមភាពចាំបាច់ជា
ជាមួយនឹងការបដិសេធយុត្តិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ភាគីថៃបានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចាទ្វេភាគីនិងទៅតាមអនុសារណៈយោគយល់នៃការយោគយល់គ្នានៅឆ្នាំ2000ពីខេត្តរតនគិរីនៅថ្ងៃទី7ខែមិថុនានេះលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ឡើងវិញថាកម្ពុជាត្រូវតែលើកយកបញ្ហានៅតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងតំបន់ប្រាសាទតាក្របីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរំលត់ភាពតានតឹងរវាងថៃកម្ពុជាជៀសវាងកុំឲ្យបន្តមានភាពស្រពិចស្រពិលនិងបន្តបញ្ហារ៉ាំរ៉ៃដល់អ្នកចំនួនក្រោយបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទូបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត